rồi dương chụp hai thằng màn thon dương hai thằng tay tự đặc cù của màn thon nó bị hay bị xiêm đi chẳng bà thà trâu thà chỉ ọp đau pu mong gì men chẳng dương chụp hai thằng màn thon cắt đạch màn thon tay tự đặc cù đang tự đặc cù á bà thà trâu chỉ ọp ấy cứ ọp đau puแต่ម្ដងmà xong rồiจะbịពេចដែលប្រើនៅក្នុងប្រទេសវាហ្នឹងក៏យើងលែងចង់ប្រើដែរអញ្ចឹងណាchẳngឲ្យបើសិនជាបងប្អូនចង់បានទុរេនធម្មជាតិរបស់ខ្មែរយើងពិតៗតើតម្រោះចំការជាបានដឹងថានេះពិតមែនអញ្ចឹងណាបងប្អូនមកញ៉ៃនេះគឺខ្ញុំមកដល់ចំការហើយម្ចាស់ចំការកំពុងតែចងបងប្អូនណាចងទុរេនកុំឲ្យវាជ្រុះវាអីអញ្ចឹងណានេះបងប្អូនណានេះមើលច្បាស់នេះមែនយើងទិញមកពីគេចងណាអ្នកដាក់គេតិចនេះយើងចងកុំឲ្យវាជ្រុះទេខ្លាចមេឃភ្លៀងមកជ្រុះដោយសារឲ្យវាមេឃភ្លៀងអាសាភ្លៀងអញ្ចឹងយើងមិនមែនចងយកពីគេហើយយកមកចងទេចាហ្នឹងបើខ្មែរបងហ្នឹងមកដល់ចំការពិតនៅខាងមេមត់មួយរយៈនេះគឺល្បីខ្លាំងមែនទែនរឿងយកទុរេនចូលពីក្រៅហើយយកមកចងនៅដើមទុរេនហើយដើម្បីធ្វើដូចទុរេនខ្មែរប៉ុន្តែគឺនៅចំការនេះគឺអត់ទេបងប្អូនណាគឺគាត់ចងដើម្បីកុំឲ្យជ្រុះអញ្ចឹងណាពោះស្ដាយមែនទែនបងប្អូនគឺយើងខំថែខំមើលថែវាទម្លាប់តែបានផលប៉ុណ្ណេះចិត្តប្រមូលផលហើយបើជាជ្រុះអស់ចឹងវាស្ដាយមែនទែនបងប្អូនហើយទុរេនខ្មែរយើងគឺល្អមែនទែនបងប្អូនគឺតង់2 3តង់ណាបងប្អូនណាហើយសម្រាប់ថ្ងៃនេះគឺមកដល់ចំការផ្ទាល់ក៏បានស្ទាក់អុំដែលគាត់កំពុងតែបេះហ្នឹងគឺបានទុរេនទុំមួយផ្លែដែរបងប្អូនមកដល់ចំការហើយគឺមិនប្រកាសថាបានហូបទេណាដោយសារតែរកទុរេនទុំមិនហូបបានទេបងប្អូនដោយសារតែកាត់តែខ្ចីចាស់អញ្ចឹងណាយកទៅលក់តយ៉ាងឯងបងប្អូនចង់រកទុំហូបហ្នឹងគឺពិបាកបន្តិចហើយបងប្អូនបាទរកទុំហូបបានទេបាទទំនំបានមួយផ្លែគឺមិនងាយស្រួលណាហើយបើនិយាយពីទុរេនមិត្តភក្តិរបស់ខ្ញុំនេះគឺនិយាយថាផ្លែគឺសឹងតែដល់ដីតែម្ដងបងប្អូនហើយខ្ញុំនេះគឺពីអ្នកមិត្តភក្តិរបស់ខ្ញុំគឺអត់អស់ចិត្តទេបងប្អូនដើរមើលតែទុរេនរុះបងប្អូនគឺធំអញ្ចឹងណាយើងស្ដាយម្ចាស់ចំនួនម្ចាស់ចំការពោះខំមើលថែទៅមកបានប៉ុណ្ណឹងឲ្យមកជ្រុះអស់ចេះទៀតបាទចឹងហៅងឹតមុខមកម្ចាស់ចំការចឹងណាហើយទុរេនទឹកដោះគោស្ងួតនេះដែរក៏ចិត្តដល់ប្រមូលផលបងប្អូនហើយចុងខែនេះគឺយើងអាចកាត់បានចឹងណាបងប្អូនតែបច្ចុប្បន្ននេះគឺយើងអត់ទាន់អាចកាត់បានទេគឺយើងនៅប្រហែលជាខ្ទង់5 6ថ្ងៃទៀតកាត់បានហើយប្រហែលជាអាចចូលដល់ពាក់កណ្ដាលខែ6ទើបអាចទុំស្រុះគ្នាចឹងណាបងប្អូនអញ្ចឹងសម្រាប់តែបងប្អូនដែលគាត់ចង់បានគឺត្រៀមតែលុយត្រៀមតែអីសិនទៅបងប្អូនណាគឺយើងកំពុងស្រួលជ្រើមអញ្ចឹងណាបច្ចុប្បន្ននេះគឺមានតែប្រភេទត្រេនផ្សេងទេដែលទុំអញ្ចឹងតែសម្រាប់ពូឈ្ងួតនេះគឺអត់ទាន់ទុំទេបងប្អូនណាបាទ